ពាក្យសម្ដីរបស់ Trump មុននេះបន្តិចគឺខ្ញុំមានអារម្មណ៍ថាហួសហេតុហ្មង I'm telling you, these countries are calling us up, kissing my ass. Bruh. They are dying to make a deal. Please, please, sir, make a deal. I'll do anything. I'll do anything, sir. ដូចអ្នកនរគ្នាបានស្ដាប់ឮមិនអញ្ចឹងគាត់បាននិយាយថាប្រទេសជាច្រើន kissing my ass ពាក្យ kissing my ass នេះមិនបាច់ចាំបាច់ឲ្យខ្ញុំបកប្រែអ្នកនរគ្នាប្រកាសជាយល់អត្ថន័យមួយហ្នឹងហើយដោយសារអត្ថន័យរបស់វាគឺឆ្លើយហើយវាអត់សមរម្យទេប៉ុន្តែ Trump គឺគាត់បានប្រើឃ្លាមួយនេះគឺសំដៅទៅលើប្រទេសជាច្រើនយកហ្មងអានេះតែអ្វីដែលខ្ញុំគិតទេតែខ្ញុំមានអារម្មណ៍ថានេះគឺ disrespectful ខ្លាំងមែនតើហើយគាត់បានបន្ថែមទៀតថា they are dying to make a deal with us please 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 I'll do anything តែគាត់និយាយចេញមកគឺមានន័យថាប្រទេសជាច្រើនហ្នឹងគឺសុខចិត្តធ្វើអីគ្រប់យ៉ាងលក្ខណៈបែបសង្ខាងវហ្មងក៏បានដែរដើម្បីចរចាពាណិជ្ជកម្មជាមួយគាត់ម្ដងទៀតតែអញ្ចឹងអ្នកនរគ្នាគិតមិនដែរចំពោះសង្កត់កថាគាត់បំបីមិញនេះតែឥឡូវនេះនឹងការដាក់ពន្ធជុំវិញពិភពលោកជាពិសេសពន្ធចិនថ្មីរហូតដល់ 104% ហ្នឹងគឺចូលជាផ្លូវការនៅក្នុងថ្ងៃនេះហើយគាត់បាននិយាយថាស្ដាប់ទៅវារៀងហួសហេតុមែនតែចិនគឺបានដាក់ tariff ទៅលើតំណែងរបស់អាមេរិកច្រើនដែររហូតដល់ 125% ហើយមិនមែនថាចិនទេគឺកាត់ប៉ុតទៅគឺប្រទេសជាច្រើនកោអាមេរិកទាំងឆ្វេងផងទាំងស្ដាំផងប៉ុន្តែឥឡូវនេះគឺគាត់បាននិយាយថាឥឡូវនេះគឺតពេលអាមេរិកជាអ្នកកោប្រទេសទាំងអស់ហ្នឹងវិញហើយ But now it's our turn to do the ripping. អើយខ្ញុំហត់ជាមួយតាត្រាំនេះហ่ะយ៉ាអញ្ចឹងមានព័ត៌មានអីទៀតចាំខ្ញុំអាប់ដេតអ្នកទាំងអស់គ្នាហើយនេះគឺក្រុម Telegram របស់ខ្ញុំកុំភ្លេច join បើសិនអ្នកនរគ្នាចង់បានព័ត៌មានទាន់ហេតុការណ៍ជុំវិញពិភពលោកនិងតាក់ទងពី crypto អ្នកនរគ្នាអាចតាក់ទងខ្ញុំតាម Facebook នេះមកចាំខ្ញុំ add ចូលហើយមួយទៀតគឺកុំភ្លេច follow account TikTok ថ្មីរបស់ខ្ញុំនេះផងអានេះគឺ account ទី3ហើយទីផ្សេងទៀត TikTok ban ឥឡូវកំពុងអភិយកមកវិញ